บសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមានរឿងទៀតហើយចូលមកសម្ដែងជូនបងប្អូនបានទស្សនានេះគឺជាសាច់រឿងបែបស៊ើបអង្កេតឯងប្រុសគឺជាភ្នាក់ងារសម្ងាត់លើបានឲ្យគាត់ខ្លាចបន្លំខ្លួនធ្វើជាសិស្សវិទ្យាល័យដើម្បីស្វែងរកដំណឹងដុំមីដែលបានបាត់អស់ជាច្រើនតោនត្រូវចាប់ជនល្មើសយកមកផ្ដន្ទាទោសផងដែរតួឯងប្រុសរបស់យើងមានឈ្មោះថាចុងហេសុងគាត់គឺជាភ្នាក់ងារស៊ើបអង្កេតសម្ងាត់របស់ជាតិថ្ងៃនេះគាត់ត្រូវមកចាប់ជនល្មើសដែលបានជួញដូរវត្ថុបុរាណខុសច្បាប់ភ្លាមនោះការប្រយុទ្ធគ្នាក៏បានចាប់ផ្ដើមឡើងក្រុមជនម្នាក់បាននាំយកវត្ថុបុរាណរួចហើយក៏បានបើកឡានរត់គេចខ្លួនតួឯងប្រុសបានបើកម៉ូតូយ៉ាងលឿនជិះតាមពីក្រោយរថយន្តរបស់ក្រតិជនចុងហេសុងគាត់បានហក់ទៅលើឡានដែលក្រតិជននោះកំពុងតែបើកថែមទាំងបានប្រើមុខសុវត្ថិភាពរបស់គាត់ដើម្បីវាបំបែកកញ្ចក់រថយន្តទៀតផងដោយសារតែការប្រតែងប្រតបគ្នារវាងអ្នកទាំងពីរមិនយូរប៉ុន្មានរថយន្តមួយនោះក៏បានក្រឡាប់នៅលើផ្លូវមិនយូរប៉ុន្មានសមាជិកក្រុមរបស់ចុងហេសុងក៏បានមកដល់កន្លែងកើតហេតុហើយគាត់ក៏បានឃើញរថយន្តនោះត្រូវភ្លើងឆាបឆាយយ៉ាងខ្លាំងទោះបីជាយ៉ាងនេះក៏ដោយក៏មិនមានបញ្ហាចំពោះតួឯកប្រុសរបស់យើងដែរគាត់បានដើរចេញពីក្នុងអណ្ដាតភ្លើងជាមួយនឹងក្រតិជនរួមទាំងវត្ថុបុរាណនៅក្នុងដៃក្រោយពីបានបញ្ចប់បេសកកម្មហើយវត្ថុបុរាណមួយនោះក៏ត្រូវបានបញ្ជូនទៅកាន់ថ្នាក់លើក្រោយពីបានបើកថងវត្ថុបុរាណយ៉ាងប្រុងប្រយ័ត្នគេបានឃើញថាវាបានខូចខាតបាត់ទៅហើយតួឯកប្រុសក៏បានពន្យល់ថាប្រហែលជារឿងនេះកើតឡើងអំឡុងពេលដែលពួកគេកំពុងតែប្រយុទ្ធគ្នាថ្នាក់លើពិតជាខឹងសម្បាខ្លាំងណាស់ចំពោះរឿងមួយនេះថែមទាំងបានប្រាប់មេក្រុមឲ្យបញ្ឈប់ការងាររបស់ចុងហេសុងទៀតផងថ្នាក់លើរបស់តួឯកប្រុសបានប្រកាសថានេះមិនមែនជាកំហុសរបស់ចុងហេសុងនោះទេពីនោះលោកនាយកក៏បាននិយាយថាគាត់មានភារកិច្ចសំខាន់មួយចង់ប្រកបទៅឲ្យតួឯកប្រុសរបស់យើងធ្វើមេក្រុមក៏បានប្រមូលសមាជិកក្រុមដើម្បីមកពិភាក្សាគ្នានិយាយអំពីបេសកកម្មថ្មីដែលពួកគេត្រូវធ្វើវាគឺជាការស្វែងរកដុំមីចំនួន10តោនដែលត្រូវបានបាត់កាលពីប៉ុន្មានឆ្នាំមុនលោកសៀវបាំងមុនគាត់គឺជាអ្នកដែលបានដឹកជញ្ជូនដុំមីកាលពីឆ្នាំនោះដុំមីចំនួន10តោននោះសុទ្ធតែមានត្រាដើម្បីសម្គាល់ថាវាគឺជាសម្បត្តិជាតិក្នុងពេលចរាចរណ៍លោកបាំងមុននិងដុំមីក៏បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងក្រុមរបស់តួឯកប្រុសបានបង្ហាញត្រាដែលនៅលើដុំមីនោះឲ្យទៅកាន់កូនក្រុមរបស់គាត់បានឃើញបានបន្ថែមទៀតថាយើងធ្លាប់បានទៅស៊ើបអង្កេតនៅផ្ទះរបស់លោកបាំងមុនហើយតែមិនបានរកឃើញដុំមីអស់ទាំងនោះទេនៅមានកន្លែងមួយកន្លែងទៀតដែលមិនទាន់បានស៊ើបអង្កេតនោះគឺជាវិទ្យាល័យបូយ៉ុងនេះក៏ជាផ្នែកមួយរបស់លោកបាំងមុនដែររដ្ឋាភិបាលសង្ស័យថាមានប្រកាសជាត្រូវបានលាក់ទុកនៅក្នុងវិទ្យាល័យនោះមិនខានហើយភារកិច្ចដែលចុងហេសុងត្រូវធ្វើគឺត្រូវបន្លំខ្លួនធ្វើជាសិស្សវិទ្យាល័យដើម្បីស្វែងរកដំណឹងដុំមីជារឿងគួរឲ្យសំណើចខ្លាំងណាស់ដែលមនុស្សមានអាយុ30ឆ្នាំទៅហើយបែរជាត្រូវទៅរៀននៅវិទ្យាល័យម្ដងទៀតនេះគឺជាថ្ងៃខួបកំណើតរបស់លោកគ្រូម្នាក់ដែលបានបង្រៀននៅក្នុងវិទ្យាល័យបូយ៉ុងហើយធ្វើឲ្យគ្រប់គ្នាសប្បាយចិត្តនិងគ្រូអូហេក៏បានសម្រេចចិត្តឡើងជ្រៀងនៅលើវេទិកាដោយសារតែស្រវឹងបានធ្វើឲ្យអ្នកគ្រូអូហេផ្លាស់ប្ដូរចរិតទាំងស្រុងបានបោះសក់ពេករបស់លោកគ្រូនាយកហើយថែមទាំងបានដណ្ដើមតាក់ស៊ីរបស់គាត់ជីអូហេនេះបានទៅភោជនីយដ្ឋាននៃម្ដាយរបស់នាងលក់អាហារនាងនោះដែរនាងក៏បានឃើញបរិសុទ្ធសង្ហាម្នាក់ហើយគេគឺជាតួឯកប្រុសរបស់យើងពេលនោះមានបរិសុទ្ធ3នាក់បានខ្លាចបន្លំខ្លួនធ្វើជាសិស្សវិទ្យាល័យដើម្បីមកអុកឡុកហាងរបស់ម្ដាយនាងពួកគេបានចោទប្រកាន់ថាអ៊ំស្រីបានលក់ស្រាឲ្យទឹកសិស្សវិទ្យាល័យផឹកពួកគេធ្វើបែបនេះក៏ព្រោះតែមិនចង់ចិញ្ចឹមអាហារដែលពួកគេបានញ៉ាំនោះអ្នកគ្រូអូហេក៏បានចេញមុខមកតវ៉ាជាមួយនឹងបរិសុទ្ធអស់ទាំងនោះស្ថានភាពមិនស្រួលចុងហេសុងក៏បានចេញមុខមកការពារអ្នកទាំងពីរបន្ទាប់ពីគាត់បានជួយទារថ្លៃអាហារពីបរិសុទ្ធទាំងនោះហើយគាត់ក៏បានប្រកល់លុយថ្លៃអាហាររបស់គាត់ជូនអ៊ំស្រីម្ដាយរបស់អ្នកគ្រូអូហេបានបដិសេធចំពោះលុយថ្លៃអាហាររបស់តួឯកប្រុសគ្រូអូហេដែលកំពុងតែលងនឹងសម្រស់របស់ចុងហេសុងបានសម្លឹងមើលគាត់ដោយមិនដាក់ភ្នែកចុងហេសុងគាត់មិនបានរីករាយក្នុងការវិលត្រឡប់ទៅកាន់វិទ្យាល័យម្ដងទៀតនោះទេព្រោះតែការពីអតីតកាលក៏ត្រូវបានក្មេងៗនៅក្នុងសាលារៀនធ្វើបាបយ៉ាងដំណំទោះយ៉ាងណាក៏ដោយនៅថ្ងៃបន្ទាប់គាត់នៅតែទៅពិនិត្យមើលផែនការនៃប្រតិបត្តិការដែលគាត់ត្រូវធ្វើទាំងអស់នេះគឺតាក់ទងទៅនឹងសិស្សសាលារួមទាំងគ្រូបង្រៀននៅក្នុងវិទ្យាល័យបូយ៉ុងវិន័យនៅក្នុងសាលារៀនពិតជាតឹងរ៉ឹងមិនមែនងាយស្រួលដូចវិទ្យាល័យដទៃនោះទេចំណែកអក្សរមួយក្រុមនេះវិញសូម្បីតែគ្រូក៏មិនហ៊ានប៉ះពាល់ដែរពួកគេបានបង្កើតអត្តសញ្ញាណពិសេសមួយសម្រាប់ឲ្យចុងហេសុងចូលទៅក្នុងវិទ្យាល័យបូយ៉ុងបន្ទាប់ពីបានពន្យល់ផែនទីនិងរឿងគ្រប់យ៉ាងទៅកាន់តួឯកប្រុសហើយលោកមេក្រុមក៏បានហៅឲ្យចុងហេសុងទៅញ៉ាំអាហារពេលល្ងាចនៅផ្ទះរបស់គាត់កូនស្រីរបស់ប្រធានក្រុមភ្ញាក់ផ្អើលណាស់បន្ទាប់ពីបានដឹងថាតួឯកប្រុសរបស់យើងត្រូវទៅធ្វើការនៅក្នុងសាលារៀនរបស់នាងគិតថាគាត់ប្រហែលជាធ្វើជាគ្រូបង្រៀននៅក្នុងសាលារៀនតែរឿងដែលធ្វើឲ្យនាងភ្ញាក់ផ្អើលគាត់បានបង្ហាញខ្លួនក្នុងនាមជាសិស្សម្នាក់នៅក្នុងវិទ្យាល័យនេះតួឯកប្រុសបានឃើញអ្នកគ្រូអូហេកំពុងតែរត់ពួនជាមួយនឹងអ្វីម្យ៉ាងហើយគេក៏បានជួយឲ្យតួឯកស្រីរត់គេចពីបញ្ហាមួយគ្រានោះអ្នកគ្រូអូហេមិននឹកស្មានថានាងបានជួបបរិសុទ្ធនៅក្នុងក្តីស្រមៃរបស់នាងនៅក្នុងវិទ្យាល័យនេះឡើយហើយដែលសំខាន់គេបានជាសិស្សវិទ្យាល័យម្នាក់ទៅវិញគ្រូអូហេភ្ញាក់ផ្អើលណាស់នៅពេលដែលបានដឹងគាត់គិតថាគាត់ត្រូវបានក្មេងវិទ្យាល័យបោកប្រាស់ទំនុកចិត្តនាងបានប្រើប្រាស់តួនាទីជាគ្រូបង្រៀនដើម្បីដាក់ទណ្ឌកម្មមកកាន់តួឯកប្រុសបន្ទាប់ពីពួកគេពិភាក្សាគ្នាឲ្យមួយសន្ទុះក្រោយមកអ្នកគ្រូអូហេក៏បាននាំចុងហេសុងទៅកាន់បន្ទប់រៀនតែគាត់ពេលនេះគឺជាគ្រូបន្ទប់ថ្នាក់របស់គេនាងបានប្រកាសប្រាប់សិស្សដទៃទៀតថាថ្ងៃនេះមានសិស្សថ្មីម្នាក់បានចូលមកក្នុងបន្ទប់រៀនរបស់យើងក្មេងស្រីៗនៅក្នុងថ្នាក់រៀនបានស្រែកហៅយ៉ាងខ្លាំងនៅពេលដែលនាងបានឃើញរូបភាពដ៏សង្ហារបស់ចុងហេសុងអំឡុងពេលសម្រាប់យុវជនដែលជាកូនស្រីរបស់ប្រធានក្រុមក៏បានមកជួបជាមួយនឹងតួឯកប្រុសនាងមិនចង់ជឿនោះទេថាគេមកទីនេះក្នុងនាមជាសិស្សម្នាក់ទាំងពីរបានព្រមព្រៀងគ្នាថានឹងមិនជ្រៀតជ្រែកជីវិតនៅក្នុងសាលារៀនរវាងគ្នាឡើយក្នុងម៉ោងរៀនតួឯកប្រុសមិនបានយកចិត្តទុកដាក់ក្នុងការបញ្យល់មេរៀនរបស់អ្នកគ្រូអូហេនោះទេថ្ងៃនេះគេស្ទើរតែធ្វើឲ្យអ្នកគ្រូអូហេមានរបួសដោយសារតែគេទៅហើយថ្ងៃនេះដែរនៅម៉ោងសម្រាប់មានក្មេងស្រីស្អាត2នាក់បានមកសុំបណ្ដឹងសង្គមរបស់តួឯកប្រុសពេលនេះដែរគាត់ហាក់ដូចជាមានមន្តស្នេហ៍ខ្លាំងណាស់នៅក្នុងសាលារៀននៅក្រៅថ្នាក់រៀនក្មេងទាំងអស់បានលេងប្រឡែងគ្នាយ៉ាងសប្បាយចុងហេសុងបានជាត្រូវក្មេងប្រុសម្នាក់រត់បុកយ៉ាងដំណំឆ្លៀតពេលម៉ោងសម្រាប់អាហារថ្ងៃត្រង់គាត់បានចំណាយពេលវេលាដើរមើលជុំវិញសាលារៀននាងនោះគាត់ក៏ប្រទះឃើញអគារចាស់មួយដែលត្រូវបានទុកចោលវាអគារត្រូវបានចាក់សោតែភ្លើងនៅខាងក្នុងមិនដំណើរការមិនឈប់តួឯកប្រុសគិតថានៅខាងក្នុងមិនជាមានអ្វីដែលលាក់បាំងមិនខានយូរប៉ុន្មានគាត់ក៏បានឃើញតុំមីនត្រូវបានតេស៊ូធ្វើបាបនោះគាត់ក៏បានដើរចូលទៅរកពួកគេតែម្ដងពីគ្នារបស់តេស៊ូមិនបានដឹងថាចុងហេសុងជាអ្នកណានោះទេហើយទាំងបានប្រើ
ចុងហេសុងឲ្យទៅទិញភេសជ្ជៈយកមកឲ្យពួកគេទៀតផងតួឯងប្រុសស្ទើរតែតដៃនឹងពួកគេទៅហើយភ្លាមនោះក៏បាននឹកស្រមៃទៅដល់សម្ដីរបស់ប្រធានក្រុមគាត់បានប្រាប់គឺមិនត្រូវឆាវឆាវនឹងធ្វើអ្វីផ្ដេសផ្ដាសនៅក្នុងសាលារៀននោះទេហើយបំផុតគាត់ក៏បានចូលព្រមទៅទិញភេសជ្ជៈយកមកឲ្យពួកគេបន្ទាប់ពីមកដល់ថ្នាក់រៀនវិញគាត់បានសួរតុងមីនអំពីអគារចៅនៅខាងក្នុងសាលារៀនតុងមីនក៏បាននិយាយពីពាក្យចចាមអារ៉ាមនៅក្នុងអគារនោះប្រាប់ទៅកាន់ចុងហេសុងមុននឹងគាត់ត្រឡប់ទៅផ្ទះវិញគាត់បានលើកទឹកចិត្តតុងមីនឲ្យក្លាហានឡើងកុំចោទចាញ់នឹងពួកគេឲ្យសោះពីម្នាក់នេះគាត់គឺជាប្រធានក្រុមប្រឹក្សាវិន័យនៅក្នុងវិទ្យាល័យប៊ូយ៉ុងហើយនេះដែរនេះបានមកចូលរួមបនសពរបស់បុគ្គលិកម្នាក់ដែលធ្វើការនៅក្នុងក្រុមនេះគាត់បាននិយាយលងលងប្រពន្ធអ្នកស្លាប់ថាគាត់នឹងផ្ទេរកូនស្រីរបស់គេចូលទៅក្នុងថ្នាក់ពិសេសពួកគេកំពុងពិភាក្សាអំពីការស្លាប់របស់បុគ្គលិកម្នាក់នេះគឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់បន្ទាប់ពីមានចំនួនជាមួយនឹងប្រធានមិនយូរប៉ុន្មានគេក៏បានស្លាប់តែម្ដងលើបែបនេះប្រធានក្រុមប្រឹក្សាបានបញ្យល់ថាគួរតែនៅឆ្ងាយអំពីរឿងអស់ទាំងនេះប្រធានក្រុមប្រឹក្សាពិបាលមួយក្រុមនេះកំពុងតែបន្តផែនការដែលពួកគេបានកំណត់ទៅមកបានតួឯកប្រុសរបស់យើងវិញពេលនេះក៏កំពុងតែរាយការណ៍អំពីអគារចាស់មួយនៅក្នុងសាលារៀនប្រតិកម្មមេក្រុមមិនយូរប៉ុន្មានការធ្វើសកម្មភាពរបស់គាត់ក៏បានចាប់ផ្ដើមឡើងចុងហេសុងគេបានស្លៀកពាក់សម្លៀកបំពាក់ខ្មៅមួយឈុតដើម្បីធ្វើប្រតិបត្តិការគេបានដោះសោដោយចាក់នៅខាងមុខទ្វារបានយ៉ាងងាយនៅជំនាញរបស់គេពីដល់ចូលនៅខាងក្នុងក៏ស្រាប់តែមានកំភ្លើងបានភ្ជង់ចំគាត់តែម្ដងអ្នកដែលបានភ្ជង់តួឯកប្រុសរបស់យើងគឺជាអ្នកគ្រូអូហេចុងហេសុងបានដឹងយ៉ាងច្បាស់ថាកំភ្លើងដែលនាងកំពុងតែកាន់ក្នុងដៃនោះគឺជាកំភ្លើងអគ្គិសនីមកទីនេះក្នុងនាមជាអ្នកយាមវេនយប់នៅក្នុងសាលារៀនដោយសារតែខ្លាចនាងចំណាំមុខបានតួឯកប្រុសរបស់យើងក៏បានយកពើរបស់គាត់ជួយចំពីមុខនាងហើយក៏ប្រញាប់រត់ចេញពីក្នុងអគារនោះយ៉ាងលឿនគ្រូអូហេខំប្រឹងរត់តាមពីក្រោយគេតែបែរជាបុកគ្នាជាមួយនឹងសន្តិសុខទៅវិញព្រឹកថ្ងៃស្អែកនាយកស្លាញ់ក៏បានរាយការណ៍ពីរឿងនេះប្រាប់ទៅកាន់លោកស្រីសូវ៉ាបន្ទាប់ពីឃើញសោត្រូវបានកាត់ផ្ដាច់លោកស្រីសូវ៉ាសន្និដ្ឋានថាមនុស្សម្នាក់នោះមិនទាន់ចូលទៅដល់បន្ទប់ក្រោមដីឡើយគាត់បានដឹងយ៉ាងច្បាស់ថាមនុស្សម្នាក់នោះច្បាស់ជាត្រឡប់មកទីនេះវិញម្ដងទៀតមិនខាននៅថ្ងៃដដែលមិត្តរួមថ្នាក់របស់តួឯកប្រុសបានយកហ្គេមមួយមកឲ្យគាត់លេងក៏ព្រោះតែគេចង់បង្កើនកម្រិតរបស់គេនៅក្នុងហ្គេមមួយនោះចុងហេសុងពិតជាធន់ទ្រាំនឹងរឿងនេះខ្លាំងណាស់ក៏បានស្នើសុំឲ្យភ្នាក់ងាររបស់គាត់ជួយសម្រួលក្នុងហ្គេមមួយនេះឲ្យបានជោគជ័យពេលនោះមិត្តរួមការងារក៏បានបដិសេធថានាងគឺមិនចូលចិត្តធ្វើរឿងអស់ទាំងនេះនោះទេមិត្តរួមការងាររបស់តួឯកប្រុសបានប្រទះឃើញអន្តមរបស់លោកស្រីសូវ៉ាដោយចៃដន្យនេះគឺជាផែនការដើម្បីបង្កើតការអប់រំនៅក្នុងទីក្រុងទៅជាមណ្ឌលអប់រំជាតិចំណែកគម្រោងមួយនោះគឺត្រូវប្រាថវិកាលើសពី8,000 លានទៅទៀតចំនួនទឹកប្រាក់នេះគឺពិតជាស្រដៀងនឹងចំនួនមាសដែលបានបាត់នោះពួកគេបានសង្ស័យថាលោកស្រីសូវ៉ាចង់រត់ពន្ធមាសទៅក្រៅប្រទេសដូចជាមួយនឹងប្រាក់សុទ្ធដើម្បីយកមកបង្កើតក្រុមការមួយនេះយូជីនបាននិយាយរឿងមួយប្រតិកម្មទៅឯកប្រុសបាននិយាយថាតេសូគឺជាមនុស្សដែលតែងតែសម្លុតនិងធ្វើបាបមិត្តរួមថ្នាក់ហើយនេះគេបានគំរាមតុងមីនថាគេនឹងធ្វើបាបតុងមីនតួឯកប្រុសមិនសូវចាប់អារម្មណ៍អំពីសម្ដីរបស់យូជីនទេគាត់គិតថាវាគ្រាន់តែជាអ្វីដែលសាវិទ្យាល័យចូលចិត្តធ្វើតែប៉ុណ្ណោះក៏ប៉ុន្តែបន្ទាប់ពីគាត់ចូលមកដល់ថ្នាក់រៀនគាត់បានដឹងថាតុងមីនពេលនេះមិននៅក្នុងថ្នាក់នោះទេពេលនោះដែរតេសូក៏បានប្រាប់អ្នកគ្រូថាតុងមីនមានជំងឺដូច្នេះគេប្រហែលជាមិនបានមករៀននោះទេការនិយាយស្ដីនឹងទឹកមុខរបស់តេសូហាក់ដូចជាចម្លែកខ្លាំងណាស់អ្នកគ្រូអូហេបានជឿសម្ដីរបស់តេសូហើយគាត់ក៏បានជប់ខ្វល់ពីរឿងមួយនេះនៅមកសម្រាប់ថ្ងៃត្រង់នៅក្នុងសួនច្បារចុងហេសុងកំពុងតែលេងហ្គេមរបស់មិត្តភក្តិគេភ្លាមនោះគេក៏បានឃើញនាយកសាលាដើរយឺតៗចូលទៅក្នុងអគារដែលបានបោះបង់ចោលតួឯកប្រុសបានដើរពីខាងក្រោយគាត់ថាក្បានអត់មើលនៅក្នុងបង្អួចតែបែរជាត្រូវសន្តិសុខមិនដេញគាត់ចេញគាត់បានរាយការណ៍រឿងទាំងអស់នេះប្រាប់ទៅកាន់មេក្រុមភ្លាមពេលដែលកំពុងតែនិយាយទូរស័ព្ទគាត់ក៏ស្ដាប់តែលើសំឡេងវ៉ាំយ៉ាងចេញពីក្នុងធុងសម្រាមបន្ទាប់ពីគាត់បានដើរចូលទៅដល់ក្នុងធុងសម្រាមគាត់ក៏បានឃើញតុងមីននៅខាងក្នុងនោះតួឯកប្រុសដឹងយ៉ាងច្បាស់ថានេះជាស្នាដៃរបស់តេស៊ូមិនខានតុងមីនមិនអាចតដៃជាមួយនឹងតេស៊ូបានទេក៏ព្រោះតែគេពេលនេះនៅជាមួយជីដូនគេមិនមានឪពុកម្ដាយដើម្បីធ្វើជាខ្នងមកឯងដូចជាតេស៊ូឡើយតុងមីនបានសុំតួឯកប្រុសកុំឲ្យយករឿងនេះប្រាប់ទៅកាន់អ្នកគ្រូអូហេពេលនោះអ្នកគ្រូអូហេក៏បានមកដល់ទីនេះមិនយល់ច្រឡំថាតួឯកប្រុសរបស់យើងបានធ្វើបាបមកកាន់តុងមីនប្រញាប់ប្រកែកគេបាននិយាយថាគេបានដួលដោយខ្លួនឯងមិនតាក់ទងជាមួយនឹងហេសុងនោះទេប៉ុន្តែដែលចាត់ចេញអ្នកគ្រូអូហេក៏បាននិយាយសុំទោសទៅកាន់ហេសុងហេស៊ូដែលបានលាក់ខ្លួននៅក្បែរនោះគេបានមើលឃើញរឿងដែលកើតឡើងគ្រប់យ៉ាងគេខឹងនឹងហេសុងខ្លាំងណាស់ដែលបានជួយសង្គ្រោះតុងមីនហេស៊ូបានយករឿងដែលគេបានសប្បាយចិត្តប្រាប់ទៅកាន់ក្រុមប្រឹក្សានិស្សិតរបស់គេប្រាប់ថាគេនឹងមិនដោះលែងលីតុងមីនជាមួយនឹងជុងហេសុងនោះទេយូជីនព្យាយាមនិយាយអង្វរកតេស៊ូកុំឲ្យធ្វើបាបពួកគេតែតេស៊ូគេបានជាសើចគេបាននិយាយថានាងគ្រាន់តែជាអ្នកដើរតាមក្រុមប្រឹក្សានិស្សិតតែប៉ុណ្ណោះដូច្នេះហើយនាងគ្មានសិទ្ធិនិយាយអ្វីនៅទីកន្លែងនេះនោះទេក្មេងៗដែលនៅក្នុងបន្ទប់សិក្សាមួយនេះសុទ្ធតែមានឪពុកម្ដាយដែលធ្វើការជាន់ខ្ពស់និងមានអំណាចលើកលែងទៅយូជីនដែលជាកូនមន្ត្រីរាជការធម្មតាពួកគេទាំងអស់នេះសុទ្ធតែត្រូវបានក្រុមប្រឹក្សាពិបាលរបស់សាលារៀនការពារជាសម្ងាត់នៅម៉ោងអាហារថ្ងៃត្រង់តុងមីនបាននិយាយអំពីពាក្យចចាមអារ៉ាមប្រាប់ទៅកាន់ហេសុងពីប៉ុន្មានឆ្នាំមុនមានសិស្សសាលារបាំបាលេម្នាក់ត្រូវបានក្មេងដទៃទៀតចោមរំធ្វើបាបនាងត្រូវបានឡានបុកខ្លាចជាជនពិការបន្ទាប់មកទៀតក៏ចង់ក៏សម្លាប់ខ្លួនពួកគេនិយាយថាក្មេងដែលបានធ្វើបាបនាងបានយកសាកសពរបស់នាងទៅលាក់ទុកនៅក្រោមអគារចាស់នោះសន្តិសុខដែលបានអនុបានវេនយប់តែងតែត្រេកខ្មោចស្រីនោះឡើងមិនឡាយនិយាយថាគាត់មិនជឿពាក្យចចាមអារ៉ាមនោះទេតែជើងរបស់គាត់មិនជាញ័រមិនឈប់ពីនោះតុងមីនក៏បានយកវីដេអូដែលជាផុសតាំងចេញមករូបភាពនៅក្នុងវីដេអូបានបង្ហាញរាល់សកម្មភាពរបស់ខ្មោចស្រីនោះនៅពេលដែលហេសុងកំពុងតែមើលវីដេអូភ្លាមនោះតេស៊ូក៏បានដើរចូលមកគេបានស្ដោះទឹកមាត់ចូលទៅក្នុងអាហាររបស់តុងមីនហើយថែមទាំងបានបង្ខំគាត់ឲ្យញ៉ាំអាហារនោះទៀតផងតុងមីនក៏ជាស្ដេចតើនៅក្នុងការញ៉ាំវាតែគាត់មិនអាចប្រកែកបាននោះទេភ្លាមនោះតួឯកប្រុសក៏បានក្រវែងចានអាហារនៅក្នុងដៃរបស់តុងមីនចោលទៅលើដីស៊ូបានចាប់ក្របួយកអាវរបស់ហេសុងហើយពួកគេក៏បានប្រយុទ្ធគ្នានៅទីកន្លែងនោះតែស៊ូគេគ្មានសមត្ថភាពអាចយកឈ្នះហេសុងបាននោះទេយូរប៉ុន្មានអ្នកគ្រូអូហេក៏បានដើរចូលមកដល់ទីនោះប្រយុទ្ធរវាងពួកគេទាំងពីរនាក់ក៏ត្រូវបានបញ្ចប់ពួកគេទាំងពីរនាក់ត្រូវបាននាំទៅកាន់ការិយាល័យរបស់នាយករងដើម្បីទទួលពិន័យតែស៊ូត្រូវបានគេដោះលែងយ៉ាងឆាប់រហ័សចំណែកហេសុងវិញត្រូវបានគេដាក់ពិន័យយ៉ាងធ្ងន់ធ្ងរអ្នកគ្រូអូហេបានសាកសួរហេសុងអំពីបញ្ហារវាងពួកគេទាំងពីរគាត់បាននិយាយប្រាប់ហេសុងថាមានបញ្ហាអ្វីក៏តែរាយការណ៍ប្រាប់គ្រូមិនត្រឹម7ហិង្សានៅក្នុងសាលារៀននោះ
នោះទេទូឯងប្រុសបាននិយាយរៀបរាប់ប្រាប់ពីអារម្មណ៍ដែលត្រូវគេធ្វើបាននៅក្នុងសាលារៀនទៅកាន់អ្នកគ្រូអូហេគាត់បាននិយាយទៀតថាអ្នកដែលមិនបានជួបផ្ទាល់គ្មានថ្ងៃយល់ពីអារម្មណ៍មួយនេះនោះទេពីនិយាយចប់ហើយទូឯងប្រុសក៏បានដើរចេញពីក្នុងការិយាល័យនោះទៅរលែកមើលមកប្រធានក្រុមនិងក្រុមការងាររបស់ហេសុងវិញពួកគេពិតជាព្រួយបារម្ភក៏ព្រោះតែហេសុងត្រូវប្រឈមមុខជាមួយបញ្ហានៅសាលារៀនតែម្នាក់ឯងមេក្រុមក៏បាននិយាយថាពេលនេះអ្វីដែលយើងអាចធ្វើបានគឺការគ្រប់គ្រងនៅលើទឹកចិត្តទៅកាន់ហេសុងគ្រាន់តែនិយាយចប់ភ្លាមលោកប្រធានក៏បានបើកទ្វារចូលមកដល់បានបង្ហាញពីសកម្មភាពដែលហេសុងប្រាំអំពើហិង្សានៅក្នុងសាលារៀនភ្លាមនោះលោកមេក្រុមក៏បាននិយាយសំទោសទៅកាន់លោកប្រធានយ៉ាងលឿនមិនយូរប៉ុន្មានទូឯងប្រុសជាមួយនឹងប្រធានក្រុមក៏ត្រូវបានលោកប្រធានហៅមកកន្លែងវាយកូនកូនមួយកន្លែងគេបាននិយាយប្រាប់ទូឯងប្រុសថារឿងដែលគេកំពុងតែធ្វើពេកនេះគឺជារឿងសម្ងាត់របស់ជាតិឆ្នៃគេមិនគួរធ្វើរឿងងងខ្លៅនៅក្នុងសាលារៀននោះទេប្រសិនបើអត្តសញ្ញាណរបស់គេបែកធ្លាយគេប្រកាសជាអាចស្លាប់បានគ្រប់ពេលលើបែបនេះហើយទូឯងប្រុសក៏បានស្រមៃទៅដល់ឪពុករបស់គាត់ព្រោះតែឪពុករបស់គាត់ក៏បានស្លាប់ដោយសារការបំពេញតួនាទីការងារដែរតែសូពេលនេះមានកំហឹងពេញខ្លួនគេមិនសប្បាយចិត្តដែលត្រូវបានជុំហេសុងវាកាលពីថ្ងៃមិញនោះទេហើយគេកំពុងតែរកមធ្យោបាយដើម្បីសម្លាប់ជុំហេសុងហេសុងមិនពេញចិត្តក្នុងការផ្ដល់យោបល់របស់មេបងធំហ្គេងរបស់គេនោះទេមុននឹងគេសម្លាប់ជុំហេសុងគេត្រូវធ្វើបាបតុងមីនជាមុនសិនគេបានទៅផ្ទះរបស់តុងមីននិយាយក៏ហៅលោកយាយតុងមីនថាតុងមីនបានទទួលអាហារូបករណ៍ដូច្នេះហើយតម្រូវឲ្យលោកយាយយកតាសញ្ញាណប័ណ្ណរបស់គាត់ដើម្បីបានអាហារូបករណ៍ឲ្យកាន់តុងមីនលោកយាយសប្បាយចិត្តខ្លាំងណាស់ក៏មិនបានគិតច្រើននោះទេហើយក៏បានប្រកាសតាសញ្ញាណប័ណ្ណរបស់គាត់ឲ្យទៅកាន់តេស៊ូតុងមីនមិនបានដឹងអំពីរឿងនេះទេក៏ព្រោះតែគេកំពុងតែដឹកអាហារឲ្យភ្ញៀវតាមផ្លូវគេបានឃើញហេសុងដោយចៃដន្យហើយក៏បានដើរតាមហេសុងពីក្រោយតពីហេសុងបានដឹងថាតុងមីនដើរតាមពីក្រោយគាត់ក៏បាននិយាយប្រាប់រឿងតែគាត់ត្រូវធ្វើប្រតិកម្មតុងមីនមិនយូរប៉ុន្មានអ្នកទាំងពីរក៏បានដើរចូលទៅក្នុងជាចាស់នោះជាមួយគ្នាពេលនេះពួកគេបានដើរចូលមកដល់ក្នុងបន្ទប់ក្រោមដីហើយពួកគេបានឃើញបរិបពាក់មួកម្នាក់នៅក្នុងបន្ទប់នោះគ្រាន់តែបានឃើញពួកគេភ្លាមបរិបម្នាក់នោះក៏បានរត់គេចយ៉ាងលឿនភ្លាមនោះហេសុងក៏បានឃើញបន្ទប់មួយទៀតដែលជាប់សោហើយគាត់ក៏ប្រញាប់មកទ្វារបន្ទប់នោះឡើងទីនោះគាត់បានឃើញឯកសារជាច្រើនដែលតាក់ទងជាមួយនឹងលោកសៀវបាំងមុនទូឯងប្រុសបានថតរូបឯកសារដែលមាននៅក្នុងបន្ទប់នោះកម្មភាពដែលហេសុងបានធ្វើគ្រប់យ៉ាងត្រូវបានលោកស្រីសូវ៉ាមកឃើញទាំងអស់ដោយកាមេរ៉ាសុវត្ថិភាពបន្ទាប់ពីបានថតរូបឯកសាររួចរាល់ហើយអ្នកទាំងពីរក៏បំរុងនឹងចាក់ចេញពីទីកន្លែងនោះភ្លាមនោះដងមីនក៏បានប្រាប់ហេសុងថាគេបានឃើញអ្វីដែលមិនគួរឃើញអរគុណសម្រាប់ការទស្សនារបស់ប្រិយមិត្ត LM សម្រាប់រឿងទាំងអស់គ្នាបន្ទាប់ពីចេញភាគ2 admin នឹងយករឿងនេះមកសម្រាប់ជូនបងប្អូនទស្សនាបន្តបើសិនជាបងប្អូនចូលចិត្តសូមជួយចុចសញ្ញា Subscribe ហើយនិងដាក់កណ្ដឹងដើម្បីទទួលបានវីដេអូមុនគេសូមអរគុណសូមជម្រាបលាជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមានរឿងមួយរឿងទៀតហើយចង់មកសម្រាប់ជូនបងប្អូនបានទស្សនានេះគឺជាសាច់រឿងបែបស៊ើបអង្កេតឯងប្រុសគឺជាភ្នាក់ងារសម្ងាត់ឡើយបានឲ្យគាត់ខ្លាចបន្លំខ្លួនធ្វើជាសិស្សវិទ្យាល័យដើម្បីស្វែងរកដំណឹងដ៏មានបានបាត់អស់ជាច្រើនតោនត្រូវចាប់ជនល្មើសយកមកផ្ដន្ទាទោសផងដែរតួឯងប្រុសរបស់យើងមានឈ្មោះថាចុងហេសុងគាត់គឺជាភ្នាក់ងារស៊ើបអង្កេតសម្ងាត់របស់ជាតិថ្ងៃនេះគាត់ត្រូវមកចាប់ជនល្មើសដែលបានជួញដូរវត្ថុបុរាណខុសច្បាប់ភ្លាមនោះការប្រយុទ្ធគ្នាក៏បានចាប់ផ្ដើមឡើងឧក្រិដ្ឋជនម្នាក់បាននាំយកវត្ថុបុរាណរួចហើយក៏បានបើកឡានរត់គេចខ្លួនតួឯងប្រុសបានបើកម៉ូតូយ៉ាងលឿនជិះតាមពីក្រោយរថយន្តរបស់ឧក្រិដ្ឋជនចុងហេសុងគាត់បានហក់ទៅលើឡានដែលឧក្រិដ្ឋជននោះកំពុងតែបើកថែមទាំងបានប្រើមួកសុវត្ថិភាពរបស់គាត់ដើម្បីវាបំបែកកញ្ចក់រថយន្តទៀតផងដោយសារតែការប្រតែងប្រតបគ្នារវាងអ្នកទាំងពីរមិនយូរប៉ុន្មានរថយន្តមួយនោះក៏បានក្រឡាប់នៅលើផ្លូវមិនយូរប៉ុន្មានសមាជិកក្រុមរបស់ចុងហេសុងក៏បានមកដល់កន្លែងកើតហេតុហើយគាត់ក៏បានឃើញរថយន្តនោះត្រូវភ្លើងឆាបឆាយយ៉ាងខ្លាំងទោះបីជាយ៉ាងនេះក៏ដោយក៏មិនមានបញ្ហាចំពោះតួឯកប្រុសរបស់យើងដែរគាត់បានដើរចេញពីក្នុងអណ្ដាតភ្លើងជាមួយនឹងឧក្រិដ្ឋជនរួមទាំងវត្ថុបុរាណនៅក្នុងដៃក្រោយពីបានបញ្ចប់បេសកកម្មហើយវត្ថុបុរាណមួយនោះក៏ត្រូវបានបញ្ជូនទៅកាន់ថ្នាក់លើបន្ទាប់ពីបានបើកថងវត្ថុបុរាណយ៉ាងប្រុងប្រយ័ត្នគេបានឃើញថាវាបានខូចខាតបាត់ទៅហើយតួឯកប្រុសក៏បានពន្យល់ថាប្រហែលជារឿងនេះកើតឡើងអំឡុងពេលដែលពួកគេកំពុងតែប្រយុទ្ធគ្នាថ្នាក់លើពិតជាខឹងសម្បាខ្លាំងណាស់ចំពោះរឿងមួយនេះទាំងបានប្រាប់មេក្រុមឲ្យបញ្ឈប់ការងាររបស់ចុងហេសុងទៀតផងថ្នាក់លើរបស់តួឯកប្រុសបានប្រកាសថានេះមិនមែនជាកំហុសរបស់ចុងហេសុងនោះទេពីនោះលោកនាយកក៏បាននិយាយថាគាត់មានភារកិច្ចសំខាន់មួយចង់ប្រកល់ទៅឲ្យតួឯកប្រុសរបស់យើងធ្វើមេក្រុមក៏បានប្រមូលសមាជិកក្រុមដើម្បីមកពិភាក្សាគ្នានិយាយអំពីបេសកកម្មថ្មីដែលពួកគេត្រូវធ្វើវាគឺជាការស្វែងរកដុំមីចំនួន10តោនដែលត្រូវបានបាត់កាលពីប៉ុន្មានឆ្នាំមុនលោកសៀវបាំងមុនគាត់គឺជាអ្នកដែលបានដឹកជញ្ជូនដុំមីកាលពីឆ្នាំនោះដុំមីចំនួន10តោននោះសុទ្ធតែមានត្រាដើម្បីសម្គាល់ថាវាគឺជាសម្បត្តិជាតិក្នុងពេលចលាចលលោកបាំងមុននិងដុំមីក៏បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងក្រុមរបស់តួឯកប្រុសបានបង្ហាញត្រាដែលនៅលើដុំមីនោះឲ្យទៅកាន់កូនក្រុមរបស់គាត់បានឃើញបានបន្ថែមទៀតថាយើងធ្លាប់បានទៅស៊ើបអង្កេតនៅផ្ទះរបស់លោកបាំងមុនហើយតែមិនបានរកឃើញដុំមីអស់ទាំងនោះទេនៅមានកន្លែងមួយកន្លែងទៀតដែលមិនទាន់បានស៊ើបអង្កេតនោះគឺជាវិទ្យាល័យបូយ៉ុងវិទ្យាល័យបូយ៉ុងនេះក៏ជាផ្នែកមួយរបស់លោកបាំងមុនដែររដ្ឋាភិបាលសង្ស័យថាវាប្រកាសជាត្រូវបានលាក់ទុកនៅក្នុងវិទ្យាល័យនោះមិនខានហើយភារកិច្ចដែលចុងហេសុងត្រូវធ្វើគឺត្រូវបន្លំខ្លួនធ្វើជាសិស្សវិទ្យាល័យដើម្បីស្វែងរកដំណឹងដុំមីជារឿងគួរឲ្យសំណើចខ្លាំងណាស់ដែលមនុស្សមានអាយុ30ឆ្នាំទៅហើយបែរជាត្រូវទៅរៀននៅវិទ្យាល័យម្ដងទៀតនេះគឺជាថ្ងៃខួបកំណើតរបស់លោកគ្រូម្នាក់ដែលបានបង្រៀននៅក្នុងវិទ្យាល័យបូយ៉ុងបានធ្វើឲ្យគ្រប់គ្នាសប្បាយចិត្តនិងគ្រូអូហេក៏បានសម្រេចចិត្តឡើងជ្រៀងនៅលើវេទិកាដោយសារតែស្រវឹងបានធ្វើឲ្យអ្នកគ្រូអូហេផ្លាស់ប្ដូរចរិតទាំងស្រុងបានបោចសក់ពេករបស់លោកគ្រូនាយកឲ្យថែមទាំងបានដណ្ដើមតាក់ស៊ីរបស់គាត់ជីអូហេនេះបានទៅភោជនីយដ្ឋាននៃម្ដាយរបស់នាងលក់អាហារនាងនោះដែរនាងក៏បានឃើញបរិសង្ហាម្នាក់ហើយគេគឺជាតួឯកប្រុសរបស់យើងពេលនោះមានបរិស3នាក់បានខ្លាចបន្លំខ្លួនធ្វើជាសិស្សវិទ្យាល័យដើម្បីមកអុកឡុកហាងរបស់ម្ដាយនាងពួកគេបានចោទប្រកាន់ថាអ៊ំស្រីបានលក់ស្រាឲ្យទឹកសិស្សវិទ្យាល័យផឹកពួកគេធ្វើបែបនេះក៏ព្រោះតែមិនចង់ចិញ្ចឹមអាហារដែលពួកគេបានញ៉ាំនោះអ្នកគ្រូអូហេក៏បានចេញមុខមកតវ៉ាជាមួយនឹងបរិសអស់ទាំងនោះស្ថានភាពមិនស្រួលចុងហេសុងក៏បានចេញមុខមកការពារអ្នកទាំងពីរបន្ទាប់ពីគាត់បានជួយទារថ្លៃអាហារពីបរិសអស់ទាំងនោះហើយគាត់ក៏បានប្រកល់លុយថ្លៃអាហាររបស់គាត់ជូនអ៊ំស្រីម្ដាយរបស់អ្នកគ្រូអូហេបានបដិសេធចំពោះលុយថ្លៃអាហាររបស់តួឯកប្រុសគ្រូអូហេដែលកំពុងតែលងនឹងសម្រស់របស់ចុងហេសុងបានសម្លឹងមើលគាត់ដោយមិនដាក់ភ្នែកចុងហេសុងគាត់មិនបានរីករាយក្នុងការវិលត្រឡប់ទៅកាន់វិទ្យាល័យម្ដងទៀតនោះទេព្រោះតែការពីអតីតកាលក៏ត្រូវបានក្មេងៗនៅក្នុងសាលារៀនធ្វើបាបយ៉ាងដំណំទោះយ៉ាងណាក៏ដោយនៅថ្ងៃបន្ទាប់គាត់នៅតែទៅពិនិត្យមើលផែនការនៃប្រតិបត្តិការដែលគាត់ត្រូវធ្វើទាំងអស់នេះគឺចាក់តងទៅនឹងសាស
សាលារួមទាំងគ្រូបង្រៀននៅក្នុងវិទ្យាល័យប៊ូយ៉ុង វិន័យនៅក្នុងសាលារៀនពិតជាតឹងរ៉ឹងមិនមែនងាយស្រួលដូចវិទ្យាល័យដទៃនោះទេចំណែកអក្សរមួយក្រុមនេះ